ជំរាបសួរចានាងខ្ញុំឈ្មោះធីរីចាអាយុ31ឆ្នាំរស់នៅភូមិកំណប់សង្កាត់ស្វាយកវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺនាងខ្ញុំមានអាការៈឈឺចង្កេះឈឺស្មាខ្លាំងចានៅពេលដែលខ្ញុំលក់អីវ៉ាន់ធ្ងន់ខ្ញុំលើកអីវ៉ាន់ធ្ងន់គឺឈឺខ្លាំងបន្ទាប់មកខ្ញុំឃើញផលិតផលគេផ្សាយក្នុង Facebook គឺហាសង្តានេះនាងខ្ញុំបានប្រើផលិតផលនេះប្រើបានរយៈពេល1អាទិត្យនាងខ្ញុំបាត់ការឈឺចង្កេះឈឺស្មានាងខ្ញុំគឺធ្វើការបានធម្មតាស្រួលពោះពេលដែលប្រើរយៈពេល1អាទិត្យទៅឆ្នាំហ្នឹងធ្វើឲ្យយើងដឹងថាប្រើទៅវាធូរស្បើយអញ្ចឹងឡើងឈឺចង្កេះឈឺស្មាហើយខ្ញុំអាចលើកអីវ៉ាន់បានធ្ងន់អត់មានបញ្ហាដូចមុនទេកាលពីមុនណាគឺខ្ញុំអត់ទាន់បានប្រើផលិតផលហាសង្តានហ្នឹងទៅគឺខ្ញុំឈឺស្មាឈឺចង្កេះហ្នឹងជាពិសេសចង្កេះខ្ញុំនឹងហ្មងគឺខ្ញុំលើកអីវ៉ាន់លែងចង់កើតអីឬគឺឈឺដល់ថ្នាក់លើកលែងកើតប៉ុន្តែបន្ទាប់ពីខ្ញុំបានប្រើផលិតផលហាសង្តានហ្នឹងទៅគឺវាធ្វើឲ្យខ្ញុំនឹងនិយាយទៅធូរស្រាលខ្លាំងហើយខ្ញុំធ្វើការលើកអីវ៉ាន់នឹងអីបានធម្មតាវិញលែងមានបញ្ហាឈឺស្កាត់អីហើយគឺខ្ញុំលើកបានធម្មតាកាលពីមុនគឺខ្ញុំធ្វើលែងចង់កើតហើយប៉ុន្តែឥឡូវគឺខ្ញុំធ្វើបានធម្មតាពីព្រោះហាសង្តានខ្ញុំលេបទៅគឺវាត្រូវវិជាសះស្បើយអញ្ចឹងខ្ញុំលែងមានបញ្ហាឈឺស្មានិងឈឺចង្កេះទៀតហើយអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនដែលមានបញ្ហាឈឺចង្កេះឈឺស្មាដូចខ្ញុំហ្នឹងមកងាកមកប្រើផលិតផលហាសង្តាទៅគឺអត់ខកបំណងទេគឺខ្ញុំជាពិតហើយអត់មានខាងក្រុមហ៊ុនណាមកនេះទេគឺខ្ញុំឈឺចង្កេះឈឺស្មាហ្នឹងពិតប្រកបមែនហើយឥឡូវគឺខ្ញុំលេបទៅគឺជាសះស្បើយអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនប្រើអ្នកដែលមានបញ្ហាដូចខ្ញុំគឺពិតជាពិតប្រកបមែន